ជំងឺ COVID-19 ថ្មីឈ្មោះថា JN1 ត្រូវបានគេរកឃើញជាង 15% នៃករណី COVID-19 ដែលគេបានរកឃើញនៅទូទាំងពិភពលោកអញ្ចឹងជំងឺ COVID-19 ឈ្មោះ JN1 នេះគឺជាជំងឺ COVID-19 ដែលបានបំលែងចេញពីប្រភេទមុនមួយទៀតឈ្មោះថា Omicron ហើយតាមពិតទៅ COVID-19 JN1 នេះគឺមិនមែនទៅតែរកឃើញនៅឆ្នាំ2025ថ្មីនេះទេគឺ COVID-19 JN1 ត្រូវបានគេរកឃើញតាំងពីខែសីហាឆ្នាំ2023មកម្ល៉េះហើយវាក៏បានក្លាយទៅជាប្រភេទវីរុសដែលមានការរីករាលដាលទៅច្រើនតំបន់ហើយឆ្លងទៅដល់មនុស្សជាច្រើនមែនទែននៅលើពិភពលោកហើយបច្ចុប្បន្ននេះ JN1 គឺវាមិនបណ្ដាលឲ្យមានកើតជាជំងឺធ្ងន់ធ្ងរជាងប្រភេទ Omicron ទេប៉ុន្តែវាត្រូវបានតាមដានយ៉ាងជាប់លាប់ពីអង្គការសុខភាពពិភពលោកដោយសារតែអាវីរុស JN1 ហ្នឹងគឺវារីករាលដាលបានយ៉ាងឆាប់រហ័សក៏ដូចជាលក្ខណៈជាពិសេសរបស់ JN1 ហ្នឹងគឺវាបង្ហាញអំពីភាពឆ្លងបានកាន់តែខ្ពស់ហើយបានកាន់តែលឿនក៏ដូចជាវាអាចជ្រាបចូលទៅកាន់ប្រព័ន្ធស៊ាំរបស់មនុស្សហ្នឹងបានកាន់តែខ្លាំងដោយសារតែការផ្លាស់ប្ដូរនៅក្នុងប្រូតេអ៊ីនបង្គោលរបស់វីរុសឬក៏អង់គ្លេសគេហៅថា mutation in the spike protein ហើយបើយើងគិតត្រឹមខែមីនាឆ្នាំ2025អាវីរុស COVID-19 JN1 ដូចខ្ញុំនិយាយកាលពីដើមវីដេអូអញ្ចឹងត្រូវបានគេរកឃើញជាង 15% នៃករណី COVID-19 ដែលគេបានរកឃើញនៅទូទាំងពិភពលោកចំពោះរោគសញ្ញាវិញគឺវាមិនខុសគ្នាទៅនឹងប្រភេទវីរុស COVID-19 កាលពីលើកមុនទេដែលមានដូចជាគ្រុនក្តៅក្អកស្ងួតឈឺបំពង់កហៀសម្បោរក្អួតចង្អោរហើយមានសភាពស្តៀងទៅនឹងផ្ដាសាយធម្មតាប៉ុន្តែទោះបីជាប្រភេទវីរុស COVID-19 JN1 នេះស្ថិតនៅក្នុងហានិភ័យកម្រិតទាបក៏ដោយអ្នកគ្នាក៏នៅតែបន្តការប្រុងប្រយ័ត្នជានិច្ចជាពិសេសចំពោះអ្នកដែលមានហានិភ័យចម្លងខ្ពស់ដូចជាអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយឬក៏អ្នកដែលមានជំងឺរ៉ាំរ៉ៃឬក៏អ្នកដែលមានជំងឺទឹកនោមផ្អែមឬក៏លើឈាមឬក៏ជនចាស់ជរាឬក៏ស្ត្រីមានផ្ទៃពោះអីជាដើមចំពោះការការពារនៅការឆ្លង COVID-19 វិញគឺនៅតែដូចដើមអ្នកគ្នាទី1គឺយើងត្រូវតែលាងដៃជាពិសេសលាងជាមួយនឹងសាប៊ូឲ្យបាន40វិនាទីយើងត្រូវលាងដៃជាមួយនឹងទឹកអាល់កុលយ៉ាងហោចណាស់បាន20វិនាទីយើងត្រូវតែថែរក្សាសុខភាពរបស់យើងឲ្យបានល្អយើងត្រូវតែគេងឲ្យបានគ្រប់គ្រាន់ដើម្បីការពារកុំឲ្យប្រព័ន្ធការពាររាងកាយរបស់យើងនឹងវាចុះខ្សោយហើយក៏យើងគួរពាក់ម៉ាស់នៅកន្លែងណាដែលចាំបាច់យើងជៀសវាងការខាក់ស្ដោះពាសវាពាសកាលវាបង្កទៅជាអត់អនាម័យអីចឹង